ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាមួយនឹងក្រុមការងារបានចូលរួមដំណើរទស្សនកិច្ចដឹកនាំដោយក្រសួងទេសចរទៅពលានយន្តហោះថ្មីដែលកំពុងតែធ្វើការសាងសង់នៅឯក្រុងតាខ្មៅនេះជាទេសភាពដែលនៅពីមុខពលានយន្តហោះកន្លែងដែលយើងដាក់ភ្ញៀវចុះហើយនេះគឺជាហលដែលកន្លែងភ្ញៀវចុះពីឡានយើងជិះឡើងមកដល់ខាងលើវិញយើងដាក់ភ្ញៀវចុះនៅកន្លែងនេះនៅជាន់ខាងលើហ្នឹងហើយភ្ញៀវចុះដើរចូលទៅខាងក្នុងតាមច្រកមួយនេះដើម្បីធ្វើការ check in នេះគឺជាខាងមគ្គុទ្ទេសក៍បាទដែលគេអញ្ជើញមកឲ្យចូលរួមក៏ដូចជាអមដំណើរថ្នាក់ដឹកនាំក្រសួងទេសចរដើម្បីមកចូលរួមទស្សនកិច្ចនៅក្នុងការសាងសង់ពលានហោះថ្មីនេះជាគម្រោងដែលគេកំពុងតែធ្វើការសាងសង់ហើយការសាងសង់នេះក៏រួចរាល់បាន65%ហើយនឹងត្រៀមបើកដំណើរការនៅក្នុងខែកក្កដាខាងមុខនេះខាងក្នុងនេះគឺជាកន្លែងដែលភ្ញៀវធ្វើការ check in គឺធំមែនទែនបាទជាន់ខាងក្រោមនេះជាជាន់សម្រាប់ភ្ញៀវដែលមកដល់ហើយនេះអាទិទេពខាងក្រោមនេះគឺជាកន្លែងដែលអ្នកមកទទួលភ្ញៀវគាត់នៅរងចាំនៅចង្កាំខាងក្រោមតែម្ដងគឺស្រួលឲ្យភ្ញៀវមកដល់គឺឃើញងាយឃើញអីអ្នកនៅចាំនឹងតែម្ដងនៅខាងលើនេះមានមួយជាន់ទៀតដែលតាមការស្ដាប់គឺមានភោជនីយដ្ឋានគេអញ្ចឹងងាយឬក៏ភ្ញៀវអាចនៅចាំនៅក្នុងញ៉ាំអីនៅក្នុងបានសម្រាប់ការតុបតែងខាងក្នុងនេះយើងមើលទៅស្មានតែឈើបងប្អូនតែមិនមែនទេវាគឺជាអ៊ីណុកហើយគេមានធ្វើដូចជាមានបង្អួចនេះសម្រាប់បិទបើអីបានដែរចឹងហើយស្អាតអស្ចារ្យមែនទែនខាងក្នុងមើលទៅនេះជាកន្លែងគេ scan នៅអីវ៉ាន់យួរដៃរបស់ភ្ញៀវដែលពេលចូលទៅ check in ឲ្យចូលទៅដល់ខាងក្នុងទៅបាទឃើញនឹងកន្លែងនេះ counter សម្រាប់ខាងគោយខាងអីដែលគេពិនិត្យ passport អីមានច្រើនបាទឮថាលឿនទាំងអស់នេះគឺវ៉ាលីបាទរាប់រយហ្មងខ្ញុំមើលទៅខ្ញុំស្មានថារបស់ភ្ញៀវក៏ពិតមិនមែនទេគឺជាវ៉ាលីដែលគេបានយកវាមកធ្វើការតេស្តសាកល្បងក្នុងការដាក់វ៉ាលីចូលទៅក្នុងម៉ាស៊ីន scan អីផ្សេងហ្នឹងខាងក្រៅនេះគឺជាកន្លែងដែលយន្តហោះធ្វើការហោះឡើងនិងចុះពេលមកដល់នេះគេកំពុងតែសាងសង់អញ្ចឹងយើងមិនអាចទៅទស្សនាបន្តទៀតបានទេនៅចាំតែសម្អាតឲ្យតម្លាងជូតឲ្យស្អាតអង្គុយលេងបានអូខេតើយើងជប់ដំណឹងណាបងខាងនោះគេធ្វើការ